បាទជំរាបសួរមកពុកម៉ែបងប្អូនប្រជាកសិករបាទទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញពីស្រែបាទបសោតមួយដែលមានទំហំមកកន្លះហិកតាជាងណាអញ្ចឹងខ្ញុំបដោតទៅលើបាទចំណុចបាទធំចំនួន3ទី1ខ្ញុំបដោតទៅលើបាទការប្រើប្រាស់ปุ๋យសុទ្ធបាទផ្កាមដួលពញាបនបាទហើយបាទទី2ខ្ញុំបាទប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់អញ្ចឹងការប្រើប្រាស់ម៉ាស៊ីនដាំគ្រាប់យើងចំណេញបាទគ្រាប់ពូជអញ្ចឹងហ៎ក្នុងមហិតយើងប្រើបាទគ្រាប់ពូជអស់តែ80គីឡូទេហើយចំណុចទី3ខ្ញុំបដោតទៅលើការប្រើប្រាស់បាទជីលាមកសត្វបាទទ្រាប់បាទណាបាទអញ្ចឹងយើងនឹងធ្វើការបាទតាមដានបាទទាំងអស់គ្នាទៅលើបាទចំណុចធំចំនួន3ហ្នឹងតើវាជាអត្តពលបាទអ្វីខ្លះបាទដល់បាទទិន្នផលពូជផ្កាមដួលហ្នឹងណាបាទ